គុណខ្ញុំចាក់បន្ថែមទៀតតែយកគុណធម៌មកដឹកនាំប្រទេសជាតិពិភពលោកគេមិនដែលយកគុណធម៌ដឹកនាំប្រទេសជាតិទេពិភពលោកគេយកច្បាប់មកដឹកនាំប្រទេសជាតិបែរជានិយាយលេលើអត់ដឹងអីយកអត់យកគុណធម៌ទេយកច្បាប់ទៅច្បាប់នឹងគុណធម៌ដូចគ្នាដែរខុសគ្នាបន្តិចបន្តួចនោះច្បាប់នឹងមិនប្រែថាគុណធម៌ច្បាប់សន្តាប់ធ្នាប់រៀបរយហើយធម៌ហ្នឹងមិនប្រែថាការពិតដែរប្រែសន្តាប់ធ្នាប់រៀបរយដែរធម៌ហ្នឹងនេះអាកម្ពុជាក្បត់ជាតិអា3សាច់លាក់មុខអាគាំទ្រអា3សាច់ជានុនឹងកញ្ចាស់មេពឹសសក់សឯងកុំឲ្យមិននិយាយអត់ដឹងក្បាលដឹងកន្ទុយពាក្យហៅថាធម៌គុណធម៌ហើយនឹងច្បាប់វាខុសគ្នាដូចជានៅក្នុងឫសគល់ការដឹកនាំប្រទេសគេអត់យកសាសនាមកដឹកនាំទេគេយកច្បាប់មកដាក់ដឹកនាំព្រោះច្បាប់ណានៅក្នុងលក្ខឫសគល់នៃច្បាប់វាមានគុណធម៌ផងមានអំណាចផងតែគុណធម៌វាយល់ទៅក្នុងករណីនៃក្តីតិចតួចដែលគេអនុគ្រោះក្តីដែលមិនអាចនឹងតិចតួចគេមិនអាចលើកលែងបានទេដូចខ្ញុំចង់បញ្ជាក់ឲ្យច្បាស់លាស់យើងនិយាយខ្ញុំលើកឧទាហរណ៍ពីបញ្ហាបញ្ជាក់បង្ហាញឲ្យថាមិនគេហៅថាច្បាប់គឺជាកិច្ចក្រមមួយដែលធ្វើឲ្យមនុស្សនាំគ្នាត្រូវតែគោរពទៅតាមច្បាប់ព្រោះច្បាប់វាមានអំណាចហើយនឹងវាមានគុណធម៌នៅក្នុងនឹងអានឹងហើយដែលគេហៅថាច្បាប់គឺជាក្រឹតដែលធ្វើឲ្យមនុស្សក្នុងលោកគោរពទៅតាមលក្ខណៈនៅគោរពទៅតាមច្បាប់អាកន្លែងនឹងហើយដែលគេបង្កើតច្បាប់ក៏ជាក្រឹតមួយដើម្បីឲ្យមនុស្សត្រូវតែគោរពទៅតាមច្បាប់អានេះនៅក្នុងគេហៅថាពាក្យច្បាប់នេះខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់នេះអាកម្ពុជាក្បត់ជាតិអា3សាច់លាក់មុខឯងហើយរវាងគុណធម៌ពាក្យហៅថាគុណធម៌វាខុសគ្នាពីព្រោះបញ្ហាដែលគុណធម៌យើងចង់វេជ្ជញាបដែលហៅថាអនុគ្រោះលើកលែងដោយសារអីដោយសារគុណធម៌ពីព្រោះយើងយកនៅសភាពរៀបសារសភាពទុនភ្លុនសុជីវធម៌ខ្លាំងពេកដែលយើងមានដាក់គុណធម៌មិនអាចដឹងថាអ្នកណាខុសនិងអ្នកណាត្រូវតែងតែលើកអព្យាស្រ័យឲ្យមនុស្សអកិត្តិជនមនុស្សសម្លាប់ជាតិតែងតែយើងលើកអភ័យទោសឲ្យអានឹងហើយគេហៅថាគុណធម៌នោះដូចជាចំណុចហ្នឹងហើយដែលហៅពាក្យគុណធម៌មិនអាចបកពាក្យមួយម៉ាត់បានទេវាមានន័យទូលំទូលាយណាស់ហើយទៅធ្វើទៅលើទង្វើគេហៅអានឹងគេហៅថាគុណធម៌ក៏ប៉ុន្តែគុណធម៌ហ្នឹងវាស្ថិតនៅលើដែលយើងអត់មានអំណាចអាកន្លែងហ្នឹងហើយដែលគេយកទឹកដីខ្មែរយើងដែលយើងចាញ់នៅអុកបាយកលទៅដល់អា3សាច់ជាអនុអាកម្ពុជាយួនឈ្លានពានទឹកដីខ្មែរវាយកគុណធម៌មកគ្រប់ដណ្ដប់ទៅលើអារម្មណ៍របស់មនុស្សឲ្យប្រជាជាតិខ្មែរយើងកុំឲ្យរួចវាយកទឹកដីដោយសារអីពីព្រោះយើងក៏វេនចោលច្បាប់ដែលយើងអត់យកច្បាប់មកប្រើយើងយកតែគុណធម៌មកប្រើកន្លែងហ្នឹងហើយដែលយើងជួបនៅភាពនិស្កម្មមហន្តរាយបាត់បង់ដោយសារអីដោយសារដែលយើងអត់បានគោរពនៅច្បាប់ឥឡូវខ្ញុំចង់លើកឧទាហរណ៍មួយមិនគេហៅថាច្បាប់វាមានអំណាចហើយវាមានគុណធម៌ដូចខ្ញុំលើកថាឥឡូវអំណាចចេញទៅចាប់ចោលនេះជាអំណាចហៅថាដែលយើងមានច្បាប់ហ្នឹងវាមានអំណាចចេញទៅចាប់ចោលបានទេគេតែងតែឡើងយកមកឡើងលើសាវនាការឡើងទៅសាវនាការគេហៅថាក្រមយុត្តិធម៌ដើម្បីចែកឲ្យច្បាស់លាស់រវាងច្បាប់ហើយរវាងអំណាចនិងគុណធម៌នឹងវាយ៉ាងម៉េចដូច្នេះឥឡូវហ្នឹងមនុស្សហ្នឹងជាខុសពីបទល្មើសហៅថាលួចបញ្ហាដែលលួចហ្នឹងសួរថាលួចដើម្បីអីលួចយកមកធ្វើអីពាក្យលួចវាមានច្រើនអ្នកដែលប្រព្រឹត្តនៅបទល្មើសតើលួចហ្នឹងគួរអធិស្ឋានមិននឹងអាគួរនឹងមិនអធិស្ឋានតើលួចនឹងលួចយ៉ាងម៉េចដូច្នេះចូលទៅក្នុងលក្ខណៈហ្នឹងអាហ្នឹងត្រូវតែបញ្យល់គេនៅអង្គហេតុសួរថាលួចនឹងលួចហេតុអីបានអ្នកឯងទៅលួចអញ្ចឹងបានអ្នកដែលទៅលួចហ្នឹងត្រូវតែបញ្យល់ហេតុផលគេអ្វីដែលគ្នាលួចគេថាឥឡូវម្ដាយខ្ញុំឈឺជាទម្ងន់ហើយខ្ញុំមិនដឹងថាទៅរកវិធីអីនៅក្នុងភាពហើយវាបន្តទៀតម្ដាយខ្ញុំក៏1ម៉ោង2ម៉ោងគាត់នឹងស្លាប់ខ្ញុំគ្មានសមត្ថភាពទៅរកឧបភោគបរិភោគឲ្យគាត់ទេដូចជាចំណុចហ្នឹងដែលខ្ញុំចេញមកលួចអាហ្នឹងវាជាហេតុផលមួយហើយអាហ្នឹងហេតុផលដែលគាត់លួចហ្នឹងបានន័យថាគេចាប់បានគាត់វាខុសច្បាប់ក៏ប៉ុន្តែអ្វីក៏ដោយដល់អញ្ចឹងអានេះជាហេតុផលអញ្ចឹងយកទៅក្នុងករណីដែលចៅក្រមជាអ្នកកាត់ទោសវិញអ្នកឯងលួចមែនប៉ុន្តែប្រព្រឹត្តនៅបទល្មើសក្នុងច្បាប់លួចអ្នកឯងលួចហ្នឹងទោសគេដាក់ថាត្រូវជាប់គុក1ឆ្នាំក៏ប៉ុន្តែយោងទៅក្នុងករណីអ្នកឯងលួចហ្នឹងដោយមានព្រំវិហារធម៌ទៅលើការជួយទៅលើអ្នកដទៃចំណុចហ្នឹងបានន័យថាអ្នកឯងមានធម៌សប្បុរសដែរអ្នកឯងមានចិត្តធម៌ដូចនេះចំណុចដែលជួយទៅលើអ្នកដទៃកន្លែងហ្នឹងហើយដែលច្បាប់គេអនុគ្រោះតែគេមិនមែនហៅថាមនុស្សនឹងអត់ខុសទេមនុស្សនៅតែខុសក៏ប៉ុន្តែនៅក្នុងទោសគេអាចលើកលែងថាឥឡូវហ្នឹងឯងប្រើបទល្មើសនៅច្បាប់លួចក៏ប៉ុន្តែអ្នកឯងលួចមិនបានលួចយកមកតម្រូវការខ្លួនឯងទេអ្នកឯងលួចទៅជួយម្ដាយជួយអ្នកដទៃដូច្នេះក្នុងច្បាប់ត្រូវជាប់គុក1ឆ្នាំឲ្យអ្នកឯងជាប់គុកតែ3ខែតែឲ្យនៅក្រៅឃុំហើយថ្ងៃក្រោយកុំឲ្យប្រព្រឹត្តនៅបទល្មើសនឹងថែមទៀតអានឹងគឺគេនិយាយថាច្បាប់ហ្នឹងវាមានគុណធម៌នៅក្នុងនឹងរួចទៅហើយដោយសារការលើកលែងតែគេមនុស្សខុសនៅតែជាខុសតែកំហុសវាទៅតាមឋានានុក្រមរបស់ការប្រព្រឹត្តនៅបទល្មើសរបស់គុលចំណុចហ្នឹងហើយដែលគេហៅថាច្បាប់វាមានច្បាប់ផងវាមានគុណធម៌ផងវាស្ថិតនៅក្នុងលក្ខណៈអស់ហ្នឹងនេះខ្ញុំបញ្យល់ឲ្យច្បាស់លើអាកម្ពុជាក្បត់ជាតិអា3សាច់លាក់មុខឯងបើមិនដឹងខ្យល់ទេណាកុំឲ្យមកតាំងខ្លួនឯងជាអ្នកបណ្ឌិតលឹតជាងកពើនេះអាកម្ពុជាក្បត់ជាតិអា3សាច់ណាខ្ញុំបញ្ជាក់ឲ្យច្បាស់លើបើថាមិនដឹងខ្យល់ទេកុំឲ្យមកតាំងខ្លួនឯងជាអ្នកចេះបាទខ្ញុំចាក់បន្ថែមទៀតគាត់អៀកំស្រែងហ្នឹងស្បាត់មកខ្ញុំមិនដែលយល់ធម៌ប្រែថាម៉េចពុទ្ធៈប្រែថាម៉េចសង្ឃៈប្រែថាម៉េចអរិយចក្រ4ប្រែថាម៉េចមេអង្គ8ប្រែថាម៉េចតណ្ហាមានប្រមាណអត់ដឹងអីទាំងអស់ដឹងតែជេងដឹងតែរឿងធម្មតាលើគោកហ្នឹងអានឹងខ្ញុំប្រាប់អាក
កំពូល3សាយបត់ជាតិលាក់មុខឯងឲ្យដឹងឲ្យច្បាស់លាស់សិនពាក្យទាំងអស់ហ្នឹងគេហៅថាជាភាសាបាលីធម៌ហើយភាសាបាលីវាចែកចេញជាពីរបាលីមួយគឺបាលីសំស្ក្រឹតបាលីទី2គឺបាលីអមគធៈនិងពាក្យធម៌មួយម៉ាត់គេហៅថាវាជាគេហៅថាពិតជានៅក្នុងទង្វើធម៌ហ្នឹងសម្រាប់សំដៅទៅលើសាសនាពីរមិនគេហៅថាភាសាដូចជាភាសាអង់គ្លេសភាសាបារាំងក៏នៅតែជាភាសាហើយបាលីហ្នឹងក៏ជាភាសាដែរបាលីហ្នឹងគេហៅថាបាលីវាមានពីរបាលីអមគធៈឬក៏ជាបាលីសំស្ក្រឹតតែអ្វីដែលអ្នកឯងសួរខ្ញុំអ្វីដែលសំឡេងទាំងអស់ខ្ញុំសួរថាតើជាបាលីភាសាអីភាសាអមគធៈឬក៏ជាភាសាសំស្ក្រឹតអានេះអ្នកឯងសួរខ្ញុំសួរថាខ្ញុំចេះឬមិនចេះបើសិនជាអ្នកឯងទៅឆ្លើយនៅសំណួរខ្ញុំនឹងចេញសិនតើអ្នកឯងនិយាយទាំងអស់ហ្នឹងតើពាក្យហ្នឹងជាភាសាបាលីអមគធៈឬក៏ជាភាសាបាលីសំស្ក្រឹតអាហ្នឹងតែមិនមែនជាខេមរៈភាសាទេអ្វីតែសំណួរអ្នកឯងសួរខ្ញុំហ្នឹងនេះខ្ញុំបញ្ជាក់អ្នកឯងឲ្យច្បាស់ច្បាស់នេះអាបណ្ឌិតលិតជើងកពើមិនដឹងអ្នកឯងមើលចង់មកបកស្រាយមកចង់និយាយពីវចនាស័ព្ទជាមួយអៀកំស្រេងផងពូជក្បត់ជាតិអា3សាច់លាក់មុខឯងមិនដឹងខ្យល់អីមកចង់តាំងខ្លួនឯងនិយាយបន្តិចទៅភាសានេះបន្តិចទៅនិយាយភាសានោះបន្តិចទៅអៀកំស្រេងភាសាច្រើនអត់ចេះទេអៀកំស្រេងចេះតែពីរទេភាសាខ្មែរនិងភាសាអង់គ្លេសតែឲ្យច្បាស់មិនច្បាស់ទេក៏ប៉ុន្តែអាចនិយាយប្រកួតប្រជែងបាននេះខ្ញុំបញ្ជាក់ឲ្យច្បាស់លាស់នេះអាកំពូជក្បត់ជាតិ3សាច់លាក់មុខឯងកុំឲ្យមកតាំងខ្លួនតែគ្រប់គ្រងអា3សាច់ជានោះអាជនក្បត់ជាតិឯងគឺក្បត់ប្រជាជាតិទាំងស្រុងមកហើយកុំឲ្យមកតាំងខ្លួនឯងជាអ្នកចេះអាចេះហ្នឹងគឺចេះយកជាតិយកទៅបំផ្លាញឲ្យទៅយួននេះអាកំពូជក្បត់ជាតិបាទខ្ញុំចាក់បន្ថែមទៀតតែយល់ធរយល់អាអីយកមកនិយាយគេមិនបានយកគុណធម៌មកដឹកនាំគេយកអំណាចទេមកដឹកនាំយកអំណាចតែមិនអត់យកគុណធម៌មកដឹកនាំយកអំណាចគុណហ្នឹងប្រែតែចម្រើនរុងរឿងធរហ្នឹងប្រែថាការយកការពិតយកចម្រើនហ្នឹងមករុងរឿងបើគាត់អត់ឲ្យយកការចម្រើនមកដឹកនាំអត់ឲ្យយកការពិតមកដឹកនាំទេនឹងដឹកនាំប្រៀបមិនបើគាត់ថាអត់ឲ្យយកគុណធម៌មកដឹកនាំគុណធម៌មិនប្រែថាគុណណាមិនប្រែថាលេខគុណ5គុណ5វា25វាចម្រើនធម៌ហ្នឹងប្រែថាសច្ចៈធម៌យុត្តិធម៌ត្រឹមត្រូវហ្នឹងហើយគាត់មិនឲ្យគេយកអាហ្នឹងមកដឹកនាំហើយយកស្អីអំណាចឯណាមកដឹកនាំបើអំណាចយកមកដឹកនាំបាក់គាត់ឯងហ្នឹងបាក់យួនហ្នឹងត្រូវហើយឲ្យតែមានអំណាចដើរប្លន់ដើរចាប់គេចឹងទៅនិយាយលេលើចឹងខ្ញុំប្រាប់អាកំពូជក្បត់ជាតិអា3សាច់លាក់មុខឯងដែលគ្រប់គ្រងអា3សាច់សៀនុនេះប្រាប់អ្នកឯងឲ្យច្បាស់លាស់ពាក្យហៅថាខ្ញុំនិយាយពីអំណាចច្បាប់ហើយនឹងគុណធម៌អ្នកឯងទៅលើកម្រាមដៃ3ឡើងទៅឲ្យច្បាស់លាស់ហើយវេកញែកពីពាក្យនីមួយឲ្យច្បាស់លាស់អំណាចសពថ្ងៃហ្នឹងគឺការគ្រប់គ្រងរបស់យួនទី2គឺច្បាប់ទី3គឺគុណធម៌ប្រជាពលរដ្ឋសពថ្ងៃហ្នឹងយកតែគុណធម៌យកមកប្រើហេតុអីបាទខ្ញុំថាយកតែគុណធម៌មកប្រើអ្នកដែលមានកំហុសហើយប្រជាពលរដ្ឋអត់កាត់ទោសដាក់គេហៅថាជាអកតកម្មទេចាត់ទុកទៅហៅថាលើកលែងឲ្យដូចជាអា3សាយសៀនុជាឃាតករសម្រាប់មនុស្សហើយនៅតែចាត់ទុកអាឃាតករហ្នឹងលើកលែងឲ្យអាឃាតករហ្នឹងអានឹងហើយដែលយើងយកគុណធម៌មកប្រើហើយតែគុណធម៌គឺសម្រាប់ខ្លួនឯងវិញតែយើងចោលគឺវិញចោលនៅច្បាប់ដូចនេះក្នុងច្បាប់នីមួយហេតុអីបានគេចេញច្បាប់មកគេកាត់ទោសគេប្រហារជីវិតដោយសារអីដោយសារគេមានអំណាចនៅក្នុងនឹងអំណាចហ្នឹងហៅថាកាត់ទោសប្រហារជីវិតមនុស្សដែលធ្វើខុសប្រព្រឹត្តនៅបទល្មើសនៅអកតកម្មសម្រាប់មនុស្សជាតិអានឹងដែលគេកាត់ទោសសម្រាប់មនុស្សតែខ្មែរយើងមិនមានយកច្បាប់ហ្នឹងមកប្រើដោយសារអីដោយសារអា3សាយសៀនុសម្រាប់មនុស្សអស់រាប់លានហើយនៅតែលើកលែងយកគុណធម៌នឹងយកមកប្រើចំណុចហ្នឹងជាចំណុចខ្សោយនៃសង្គមកន្លែងហ្នឹងដែលខ្ញុំបញ្ជាក់ប្រាប់តែក្នុងរយៈកាលឥឡូវនេះយើងនាំគ្នាកវែងចោលច្បាប់យើងប្រើតែគុណធម៌កន្លែងហ្នឹងហើយដែលយើងជួបនៅភាពវិនិច្ឆ័យកម្មមហន្តរាយមកទល់សប្តាហ៍ដោយសារអីដោយសារពីរឿងយើងកវែងចោលពីច្បាប់កន្លែងហ្នឹងហើយដែលខ្ញុំទាញវាមកដូចខ្ញុំលើកឲ្យភាពជាក់ស្ដែងយើងមើលអាកម្ពុជាក្បត់ជាតិ3សាច់បំកំពើក្រុមអហ៊ុនសែនវាយកអីវាយកអំណាចវាមកប្រើហើយវាយកច្បាប់មកប្រើទៀតបើប្រជាពលរដ្ឋធ្វើខុសវាយកច្បាប់មកប្រើវាថាឥឡូវប្រជាពលរដ្ឋខុសនោះដល់តែពួកវាធ្វើខុសវិញវាយកអំណាចវាមកប្រើដូចនេះវាដើរផ្លូវ2ប្រជាពលរដ្ឋនៅតែគុណធម៌អាដើរផ្លូវមួយយើងចាំតែសេចក្តីមរណាដោយអត់មានភាពយុត្តិធម៌បណ្ដាលមកពីអីអាកន្លែងហ្នឹងហើយដែលយើងយកគុណធម៌មកប្រើចំណុចហ្នឹងហើយដែលខ្ញុំចេញមុខមកបញ្ជាក់បង្ហាញបញ្យល់ប្រជាជាតិឲ្យយល់គុំឲ្យយើងប្រើគុណធម៌យើងទៅនាំគ្នាពង្រឹងច្បាប់មិនមែនពង្រឹងធម៌ទេហើយហៅថាអាចគ្រប់គ្រងទៅលើទឹកដីយើងមើលនៅក្នុងពិភពលោកមានអ្នកណាដែលគេមិនយកច្បាប់មកប្រើទេគេមិនដែលយកធម៌មកប្រើទេអ្នកឯងចូលចិត្តធម៌អីអ្នកឯងចូលចិត្តទៅនេះជាសិទ្ធិរបស់អ្នកឯងដូចយើងនិយាយក្នុងសាសនាពិភពលោកវាមានរាប់រយសាសនាអ្នកខ្លះចូលចិត្តមូស្លីមអ្នកខ្លះចូលចិត្តហិណ្ឌូអ្នកខ្លះចូលចិត្តឈើគ្រីស្ទៀនអ្នកខ្លះចូលចិត្តបូឌីសពុទ្ធសាសនាអានឹងជាជំនឿរបស់អ្នកឯងអ្នកខ្លះចូលចិត្តព្រះនាងគង់ស៊ូអ៊ីមអានឹងក៏ជាជំនឿរបស់គេយោបាយច្បាប់បាប់គេអត់មានឲ្យហៅថារឿងយោបាយគេយកតែច្បាប់មកប្រើទេគេមិនអាចយកគុណធម៌ក៏មិនយកសាសនាមកដាក់លាយឡំជាមួយនឹងច្បាប់ដែរនេះជាការដឹកនាំនៅក្នុងសង្គមប្រទេសជាតិនេះខ្ញុំបញ្ជាក់ឲ្យច្បាស់លាស់នេះអាកម្ពុជាក្បត់ជាតិអា3សាច់លាក់មុខឯងបើមិនដឹងខ្យល់ទេណាកុំឲ្យមកតាំងខ្លួនឯងជាអ្នកចេះហើយបើចេះឲ្យពិតប្រាកដមកចង់ប្រកួតសម្លេងជាមួយនឹងអៀកំសែងផងខ្ញុំឥឡូវចាក់បន្តទៀតប្រធានពានទឹកដីហ្នឹងគឺការគិតសង្កត់លើគុណធម៌នេះជាប្រភពនៃបញ្ហាគុណធម៌ហ្នឹងតែយើងមិនបានយកច្បាប់មកអនុវត្តទេយើងយកតែគុណធម៌មកអនុវត្តទៅលើគេទៀតនឹងហើយតែយើងជួបទៅវិនិច្ឆ័យអត់យកច្បាប់មកអនុវត្តអត់យកតែគុណធម៌
cho con được thôi cho bạn nó bị tơi nàng kia cho bạn nó phải thà cạp bớt hiệp thầm thử cho thò nó mình sạch chạ thò mình thò nó thầm thử đấy cái nào một trăm chuồn nát mơ bịa thò nó mơ hay mơ bịa côn nạ nó mơ nghĩ dương prap cầm pui bọt chiết bay sai lẹ mục anh ở chụp lơ cùng oi chúng từ prao từ bạc vạch chân từ com sầm đại chuồn nát bong pôn nát chưa vạch chân từ com sầm đại chuồn nát bong pôn nát chưaคือchưa từ tại sầmรับខ្ញុំខ្ញុំមិនទាន់យល់ស្របទាំងស្រុងទេទៅលើវចនានុក្រមរបស់សម្ដេចជួនណាតពីព្រោះសម្ដេចជួនណាតដែលគាត់សរសេរភាសាបាលីគាត់អត់បានបញ្ជាក់ឲ្យច្បាស់លាស់ទេតើភាសាបាលីវាមានពីរតើភាសាបាលីអមគធៈឬក៏ភាសាបាលីសំស្ក្រឹតអានឹងយើងបកនៅក្នុងគេហៅថាវចនានុក្រមបើសិនជាតាំងងារនៅក្នុងខ្លួនឯងជាអ្នកដែលបង្កើតវចនានុក្រមតែងតែបញ្យល់ឲ្យបានច្បាស់លាស់តើវចនានុក្រមនឹងភាសាបាលីមិនគេហៅថាជាភាសាបើវាជាភាសាវាត្រូវតែមានការបកនឹងជាភាសាបាលីអីជនជាតិវាមានច្រើនវាមាន3-400ជនជាតិនោះដូច្នេះតើយើងនិយាយថាតើភាសាជនជាតិអីដូចយើងនិយាយថាភាសាបាលីសំស្ក្រឹតនៅក្នុងសាសនាហិណ្ឌូអានឹងយើងនិយាយថាគេសាសនាហិណ្ឌូប្រើភាសាសំស្ក្រឹតឬភាសាពុទ្ធសាសនាគឺជាភាសាបាលីអមគធៈដូចខ្ញុំលើកឧទាហរណ៍ក្នុងនមោតស្សៈខេវវតោអានឹងជាភាសាបាលីពុទ្ធសាសនាគេហៅថាវាជាភាសាអមគធៈអានឹងគេហៅថាជាភាសាអមគធៈដូចយើងនិយាយអូមសទ្ធិស្វាហៈអានឹងគេហៅថាជាភាសាបាលីសំស្ក្រឹតអានេះខ្ញុំចង់បញ្យល់ឲ្យច្បាស់លាស់រវាងភាសាហើយភាសាបាលីសំស្ក្រឹតនៅក្នុងសាសនាហិណ្ឌូនឹងគឺជាការគោរពទៅលើព្រះនៅក្នុងសាសនាអង្គរយើងសាសនាអង្គរដែលយើងសង់អង្គរមកហ្នឹងឥឡូវខ្ញុំអាហ្នឹងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់លាស់ហើយដូចខ្ញុំលើកឧទាហរណ៍នៅពាក្យបុណ្យមួយយើងចែកឲ្យច្បាស់លាស់ពាក្យបុណ្យហើយនៅបញ្ញៈហើយនឹងខេមរៈភាសាមិនគេហៅថាខេមរៈភាសាគឺជាភាសាខ្មែរបានគេហៅថាខេមរៈភាសាហើយយើងនិយាយថាពាក្យបុណ្យវាជាភាសាសំស្ក្រឹតបញ្ញៈវាជាភាសាអមគធៈដល់សម្រាយនៅខេមរៈភាសាគេហៅថាជំរះនៅមន្ទិលសៅម៉ងទាំងឡាយអាហ្នឹងយើងនិយាយនៅក្នុងខេមរៈភាសាក៏ប៉ុន្តែយើងថានៅតែបកក៏ប៉ុន្តែដល់សរុបសេចក្តីទៅគេហៅថាបុណ្យវាមានពីរគេហៅថាវិធីបុណ្យហើយនឹងយើងមានបុណ្យមិនមែនធ្វើបុណ្យគឺមានបុណ្យពាក្យបុណ្យហ្នឹងវាជាគុណនាមគេហៅថាសេចក្តីសុខហ្នឹងវាជាគុណនាមដូចជាចំណុចនេះដែលខ្ញុំចង់បញ្ជាក់ប្រាប់នេះអាកម្ពុជាក្បត់ជាតិអាបីសាច់លាក់មុខឯងក៏មកតាំងខ្លួនឯងជាអ្នកចេះអាហ្នឹងនៅក្នុងភាសារបស់សំស្ក្រឹតថាខេមរៈភាសាគេហៅថាបកនៅសេចក្តីសុខអាហ្នឹងខ្ញុំនិយាយថាសេចក្តីសុខហ្នឹងគឺខេមរៈភាសាបើសិនតែក្នុងភាសាសំស្ក្រឹតគេហៅបុណ្យភាសាអមគធៈគេហៅថាបញ្ញៈខេមរៈភាសាជំរះនៅមន្ទិលសៅម៉ងទាំងឡាយបានន័យថាហៅថាសេចក្តីសុខបើវេកញែកនៅក្នុងវេជ្ជកគេហៅថាគុណនាមនេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់នេះអាកម្ពុជាក្បត់ជាតិអាបីសាច់លាក់មុខឯងបាទខ្ញុំចាក់បន្ថែមទៀតឲ្យខ្ចីណាសម្បទានហ្នឹងប្រែថាសម្បត្តិបូកនឹងទានណៈសម្បត្តិបូកទានណៈគេទៅសេជាប់គ្នាទៅគេយកអាទាននឹងចេញទៅកុំឲ្យវាវែងគេហៅសម្បទានប្រែថាខ្ញុំបានឲ្យទានសម្បត្តិទៅយួន99ឆ្នាំបូកគោបូកអីចឹងទៅដោយព្រះរាជាណាចក្រកម្ពុជាហ្នឹងតាមពិតព្រះរាជាអាណាចក្រប៉ុន្តែខ្មែរវាច្រើនពេកវាមិនព្រោះបានគេលុបអាណាចក្រទៅគេដាក់ព្រះរាជាណាចក្រទៅតោះស្ដាប់គាត់តទៀតស្ដាប់អ្នកប្រាជ្ញអាកម្ពុជាក្បត់ជាតិបីសាច់លាក់មុខឯងកុំអោយមកនិយាយថារបៀបហៅថាប្រើពាក្យសំលេងនៅការហៅសពថ្ងៃនេះភាសាខ្មែរយើងកំពុងតែច្បុកច្បល់នៅឡើយមិនដឹងថាប្រើភាសាអ្នកខ្លះទៅនិយាយភាសាខ្មែរពី3ម៉ាត់ទៅចូលភាសាអង់គ្លេសទៅអ្នកខ្លះនិយាយភាសាខ្មែរពី3ម៉ាត់ទៅចូលភាសាចិន1ម៉ាត់ទៅអ្នកខ្លះនិយាយភាសាខ្មែរពី3ម៉ាត់ទៅចូលភាសាបារាំង1ម៉ាត់ទៅដូច្នេះចំណុចហ្នឹងគេហៅថាភាសាច្បុកច្បល់ហើយមិនទាន់យល់និយមន័យនៃពាក្យណាមួយឲ្យពិតប្រាកដដូច្នេះចំណុចហ្នឹងហើយដោយសារអីដោយសារប្រទេសយើងក្រោមការយួនឈ្លានពានយកទឹកដីតែហើយគ្រូជាពិសេសក្មេងចេះដោយសារគ្រូហើយចុះបើគ្រូសិតតែពួកគ្រូបោកប្រាស់គ្រូមិនបានលើកពីប្រវត្តិសាស្ត្រនៅការពិតឲ្យក្មេងនេះចេះនៅកន្លែងណាកន្លែងហ្នឹងហើយធ្វើឲ្យសង្គមជាតិនៅពាក្យពេចន៍អក្ខរាវិរុទ្ធមួយចំនួនធំត្រូវការគេកន្លែងត្រូវការគេប្រែប្រួលគ្រប់បំណាច់ទាំងអស់ដោយសារអីអ្នកខ្លះលើកពីនេះបន្តិចអ្នកខ្លះលើកពីនោះបន្តិចចំណុចហ្នឹងហើយដែលធ្វើឲ្យក្នុងក្រសួងសិក្សាធិការនិងក្រសួងអប់រំតែងតែច្បុកច្បល់គ្នារហូតដល់ខ្ញុំតែងតែនិយាយថាឥឡូវសូមបងប្អូនយើងយល់ពាក្យមួយឲ្យច្បាស់លាស់នៅក្នុងរដ្ឋសភាក្នុងច្បាប់រដ្ឋសភាគឺជាសភាជាតិខ្មែរគឺជាសភាខ្មែរដល់ពេលដែលការនិយាយស្ដីអត់មានបានយកខេមរៈភាសាយកមកនិយាយទេជួនកាលទៅតំណាងរាស្ត្រមួយចំនួនលើកភាសាអង់គ្លេសដាក់មករាវមកហើយបន្ទាប់មកបានបកចេញជាខេមរៈភាសាអានឹងយើងនិយាយនៅក្នុងរដ្ឋសភាគឺកន្លែងដែលបង្កើតច្បាប់អានឹងចំណុចមួយចំណុចទី2អ្នកខ្លះនិយាយភាសាបារាំងបារាវមកក៏លើកយកមកបកសម្រាយចេញជាខេមរៈភាសាបន្តទៅទៀតហើយម្នាក់ខ្លះទៀតលើកពីភាសាបាលីដាក់មករាវមកហើយក៏បកចេញជាខេមរៈទៀតខ្លះអត់ទាំងបកទៀតកន្លែងហ្នឹងដែលអ្នកស្ដាប់ទៅវាច្បុកច្បល់មិនដឹងថាកន្លែងរដ្ឋសភាហ្នឹងជាតិខ្មែរឬក៏ជាកន្លែងសកលលោកវាពាក្យសកលលោកយើងអាចប្រើភាសាបានទាំងអស់ហើយសភាជាតិសកលលោកឬក៏សភាជាតិខ្មែរអាហ្នឹងយើងចែកកន្លែងសភាជាតិហ្នឹងឲ្យបានច្បាស់លាស់អាការនិយាយស្ដីហ្នឹងវាអត់មានយកខេមរៈភាសា
សាតែយើងតាមកពិតយើងដាក់ថាវាជាសភាជាតិខ្មែរដល់ចុងបញ្ចប់វាមិនទៅជាសភាជាតិខ្មែរវាคล้ายទៅជាសភាអន្តរជាតិទូទៅហើយដល់ប្រើភាសាច្បុកច្បល់នៅក្នុងសភាជាតិកន្លែងហ្នឹងហើយធ្វើឲ្យសង្គមជាតិការដឹកនាំក្នុងសង្គមច្បុកច្បល់ឲ្យញ៉ៃញ៉ៃដោយសារអីដោយសារយើងអាអ្នកដែលវាចងក្រងអត់បានច្បាស់លាស់ដោយសារមានគោលបំណងគេមកឈានពានទឹកដីខ្មែរយើងហើយគេយកពីទ្រឹស្ដីនឹងទាំងអស់ដើម្បីមកបំភ្លេចបំផ្លាញជាតិធ្វើឲ្យជាតិយើងច្បុកច្បល់ឲ្យញ៉ៃញ៉ៃកន្លែងហ្នឹងហើយដែលយើងនិយាយពីវត្តនេះសັບខ្មែរយើងអត់បានត្រឹមត្រូវទេហើយមិនទាន់ដឹងថាចេញមកពីប្រភពណាឲ្យបានពិតប្រាកដជួនកាលលើកពីពាក្យនេះបន្តិចជួនកាលលើកពីពាក្យនោះបន្តិចទៅហើយយកពីភាសាបាលីហើយភាសាបាលីថែមទៀតមិនដឹងថាភាសាបាលីអមគ្គធៈឬក៏ជាភាសាបាលីសំស្ក្រឹតហើយក៏សូម្បីតែលោកសង្ឃហ្នឹងសូត្ររាល់ថ្ងៃមិនដឹងថាសូត្រភាសាអីផងទេដឹងតែនមោតាសៈហ្នឹងក៏មិនដឹងថាជួនកាលបកមិនដឹងថាបកជាស្អីផងកន្លែងហ្នឹងហើយដែលធ្វើឲ្យសង្គមជាតិយើងច្បុកច្បល់មិនដឹងថាអ្នកណានិយាយការពិតអ្នកណានិយាយខ្លាញ់បន្លំអានេះខ្ញុំចង់បញ្ជាក់បងប្អូនឲ្យបានយល់ឲ្យច្បាស់ពីពាក្យជាភាសាបាទខ្ញុំចាក់បន្ថែមទៀតទេលោកអើយខ្ញុំស្រងងទេអាចទៅធ្វើអីចេញនោះវាលក្ខប្រវត្តិនិយាយឡើងគុណធម៌អត់មានធ្វើអីចេញចុះប្រពុតហ្នឹងមិនពេញគុណធម៌ដោយបញ្ញាគេមិនដែរនិយាយដូចគាត់ឯងថាកុំឲ្យយកគុណធម៌យកតែដេញអំណាចគេមិននិយាយចឹងទេគេថាយកអំណាចបូកជាមួយនឹងគុណធម៌យកបញ្ញាមិនយកអំណាចយកបញ្ញាបូកមួយគុណធម៌ដូចជារឿងនាគមួយនោះក៏សុំសិលទៅស្ដាប់ធម៌ប្រពុតទៅស្ទាបចំមកកន្លែងមេត្តាមកដល់មេត្តាអត់ស្លាប់គេទេសាក្មេងវាយកដុំដីដុំអាចអីគប់បាននាគទៅសួរប្រពុតវិញថាខ្ញុំគុណធម៌ខ្ញុំមេត្តាចុះហេតុអីបានគេគប់មើងងាយខ្ញុំប្រពុតទៅថាអ្នកឯងត្រូវយកគុណធម៌និងបញ្ញាដើរទន្ទឹមគ្នាហើយគាត់នេះមិនឲ្យយកគុណធម៌មិនទេតែឲ្យយកអំណាចតែមិនឲ្យយកច្បាប់អមិនច្បាប់ហើយអំណាចគុណធម៌នោះមិនជាមួយទៅគ្នាចឹងហើយបានខ្ញុំប្រាប់ទៅអាកម្ពុជាក្បត់ជាតិឯងកុំឲ្យមកតាំងខ្លួនឯងជាអ្នកចេះដឹងហើយយកសាសនាព្រះពុទ្ធយកមកនិយាយហើយអ្នកឯងមិនដឹងថាឥឡូវហ្នឹងនៅក្នុងប្រទេសខ្មែរយើងសពថ្ងៃតើយើងមានសាសនាអីខ្លះសពថ្ងៃហ្នឹងសាសនាចម្បងដែលសាសនាធំបំផុតហ្នឹងគឺជាសាសនាហិណ្ឌូតែឥឡូវហ្នឹងខ្ញុំដូរពីសាសនាហិណ្ឌូហើយខ្ញុំដាក់ងារគេហៅថាជាសាសនាអង្គសាអង្គរហៅថាខ្ញុំដាក់ងារជាសាសនាអង្គរយើងគឺយើងយករូបយើងកាន់សាសនាហិណ្ឌូពីដើមដោយសារអីដោយយើងយកចេញពីឥណ្ឌាដែលយើងកាន់សាសនាហិណ្ឌូហើយនៅក្នុងសាសនាហិណ្ឌូហ្នឹងការគោរពព្រះគេមាន3គេហៅថាព្រះសិវៈព្រះព្រំហើយនិងព្រះនារីបើវចនាគេមាន2សច្ចៈនិងធម្មៈអានេះខ្ញុំបញ្ជាក់ឲ្យច្បាស់លាស់ពីបញ្ហាដែលយើងនិយាយពីរឿងដែលសាសនាហិណ្ឌូដែលយើងសាងអង្គរវត្តហេតុអីបានយើងសាងអង្គរវត្តហ្នឹងជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូអានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យអ្នកឯងឲ្យបានច្បាស់លាស់អំពីសាសនាដែលយើងទៅការគោរពព្រះហើយចំណុចហ្នឹងហើយហេតុអីបានខ្ញុំដាក់ថាសាសនាអង្គរពីព្រោះសាសនាអង្គរពីព្រោះឥណ្ឌាមកយកស្ថាបត្យកម្មខ្មែរយើងចម្លងធ្វើតាមចំណុចហ្នឹងហើយគេយកពីយើងយកពីគេយកទៅយកមកយើងមានសិទ្ធិដាក់សាសនាខ្លួនឯងមួយដោយដាច់ដោយឡែកគឺចេញមកគឺសាសនាអង្គរក្នុងសាសនាអង្គរហ្នឹងដែលខ្ញុំតែងតែបញ្ជាក់ប្រាប់បង្ហាញឲ្យច្បាស់លាស់ដែលខ្ញុំមានការប្រៀបធៀបឲ្យបងប្អូនមានការយល់និងការប្រៀបធៀបសាសនាអង្គរយើងការគោរពព្រះយើងមាន3គេហៅថាព្រះសិវៈព្រះព្រំហើយនិងព្រះនារីបើវចនាមាន2សច្ចៈនិងធម្មៈអានេះខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់សាសនាអង្គរហើយយើងមកប្រៀបនឹងសាសនាពុទ្ធយើងវិញការគោរពព្រះសពថ្ងៃនេះការគោរពព្រះមាន5ព្រះអង្គព្រះដែលត្រាស់ចុងក្រោយគឺព្រះសមណគោតមនិងព្រះស្អាមិត្រីបើវចនាមាន4គេហៅថាខន្តីមេត្តាឧបេក្ខាមុទិតានេះជាចំណុចនៅក្នុងបើវចនារបស់សាសនាពុទ្ធយើងអានេះខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យច្បាស់លាស់នៅក្នុងវិធីដែលហៅថាសាសនាដែលយើងប្រើសពថ្ងៃហ្នឹងកំពុងតែសាសនាច្បុកច្បល់មិនទាន់ណាយើងអ្វីដែលយើងប្រើយើងចង់និយាយយើងប្រើយើងសពថ្ងៃនេះយើងប្រើយ៉ាងម៉េចដូចជាវិធីបុណ្យកឋិនទានបុណ្យផ្កាប្រាក់បុណ្យជុំបិណ្ឌបុណ្យចូលឆ្នាំនិងបុណ្យអុំទូកហើយជាពិសេសបុណ្យជុំបិណ្ឌអានឹងសិតតែបុណ្យនៅក្នុងសាសនាអង្គរយើងទេមិនមែននៅបុណ្យក្នុងបុណ្យសាសនាពុទ្ធមានតែចេញភាសានិងចូលភាសាអានឹងបើយើងឆែកនៅក្នុងទ្រង់ទ្រាយសាសនាឲ្យបានពិតប្រាកដនៅក្នុងសាសនាពុទ្ធហេតុអីបានយើងនិយាយថាបុណ្យកឋិនទានមិនមែនជាបុណ្យរបស់ពុទ្ធសាសនាវាពាក់ព័ន្ធទៅរឿងនាងឧមាវតីក្នុងរឿងនាងឧមាវតីហ្នឹងពីព្រោះនៅក្នុងគេប្រកាន់ហេតុអីបានហៅថាកឋិនទានពួកនាងឧមាវតីហ្នឹងកើតមកព្រោះក្នុងកាន់សាសនាហិណ្ឌូគេប្រកាន់5វណ្ណៈសូមបងប្អូនរងចាំស្ដាប់ភាគទី3ជាភាគបន្តបាទ